បាទជំរាបសួរពុកម៉ែបងប្អូនមិត្តភ័ក្តិទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមថ្ងៃនេះដែរប្រពើក៏សូមចែកជូននៅវិធីសាស្ត្រឆាម្ទេសដើម្បីទុកឲ្យប្រើប្រាស់បានយូរហើយម្ទេសឆារបស់ខ្ញុំនេះគឺអាចទុកបានរហូតទៅដល់រាប់ខែក៏បានរាប់ឆ្នាំក៏បានដែរបងប្អូនអត់មានភ័យព្រួយពីរឿងដោះផ្សិតពីរឿងខាពីរឿងជូរអីទេបងប្អូនហ្នឹងហើយអញ្ចឹងកាលណាដែលយើងចង់ឆាម្ទេសឲ្យមានអាជីរសឈ្ងុយឆ្ងាញ់ហើយទុកវាបានរហូតទៅដល់កាលឆ្នាំនោះគឺយើងត្រូវតែដាក់ម្ទេសហ្នឹងដំបូងគឺយើងកាន់ម្ទេសហើយគឺយើងដាក់នៅក្នុងខ្ទះឬមួយក៏ក្នុងឆ្នាំងប៉ុន្តែបើសិនជាធ្វើឲ្យល្អមែនតែនគឺត្រូវដាក់នៅក្នុងខ្ទះហើយកំដុតភ្លើងខ្លាំងបងប្អូនគឺដុតភ្លើងបន្តិចសន្សំដើម្បីសម្ងួតទឹកម្ទេសនោះអស់ហើយឲ្យម្ទេសហ្នឹងឆ្អិនសពគ្រប់ឲ្យអស់តែចាំយើងបន្ថែមគ្រឿងចូលហ្នឹងហើយនេះដូចជានៅក្នុងវីដេអូនេះចឹងនេះម្ទេសនេះកំពុងតែចិត្តឆ្អិនហើយហ្នឹងហើយចិត្តឆ្អិនហើយអញ្ចឹងខ្ញុំកំពុងតែឆាវាឆាទៅឆាមកត្រឡប់ទៅត្រឡប់មកអត់ចាំបាច់ទៅមើលពេលមើលវេលាអីទេធ្វើម៉េចឲ្យតែវាស្ងួតទឹកអស់ឲ្យតែវាឆ្អិនឲ្យតែវាសព្វគ្រប់ទៅហ្នឹងហើយបន្ទាប់ពីដាក់គ្រឿងស្ករដាក់អំបិលអីហើយទៅខ្ញុំក៏ចាក់ប្រេងឆាបន្ថែមហ្នឹងហើយប៉ុន្តែសូមបញ្ជាក់ថាយើងដាក់គ្រឿងគឺនៅក្នុងចំនួនបរិមាណម្ទេសនេះគឺ7គីឡូកន្លះថ្ងៃនេះហ្នឹងហើយ7គីឡូកន្លះខ្ញុំប្រើអំបិលកន្លះគីឡូក្រាមហើយនឹងស្ករសស្ករត្នោតហ្នឹងហើយកន្លះគីឡូក្រាមគឺមិនឲ្យម្ទេសនឹងឯងមានអាជីរសផ្អែមឬមួយក៏ប្រៃទេហ្នឹងហើយដើម្បីឲ្យភ្ញៀវឬមួយក៏អតិថិជនគាត់យកទៅដាក់បបរឬមួយក៏គុយទាវទៅគឺមានអាជីរសឆ្ងាញ់អ្នកដែលចូលចិត្តហឹលគឺចង់ដាក់ប្រមាណក៏បានដែរបងប្អូនតែសូមបញ្ជាក់ថាម្ទេសហឹលរបស់ប្រុសពើនេះគឺមិនធម្មតាទេគឺហឹលហ្នឹងហឹលម៉ែហឹលឪហឹលហើយហ្នឹងហើយអញ្ចឹងមើលសាច់ម្ទេសនេះក្រៅពីខ្ញុំប្រើប្រេងឆានេះគឺអស់1គីឡូកន្លះហ្នឹងមើលសាច់ម្ទេសបងប្អូនណាបើអ្នកចូលចិត្តហឹលវិញគ្រាន់តែឃើញណាមើលប្រេងម្ទេសចេញមកគ្រាន់តែឃើញក៏ដឹងថាហៀទឹកមាត់ដែរហើយវិធីសាស្ត្រឆាម្ទេសនេះឯងក៏មានត្រឹមតែប៉ុណ្ណេះទេហើយបើសិនជាបងប្អូនឃើញហើយកុំភ្លេចជួយ like ជួយ share និងជួយចែកព័ត៌មាននេះដើម្បីក្រែងលោបងប្អូនអ្នកដែលគាត់មិនទាន់ចេះឆាម្ទេសឲ្យគាត់ចេះឆាម្ទេសដើម្បីប្រើប្រាស់ផងសូមអរគុណ